ចំពោះសម័យឥឡូវគឺគ្មានអ្នកណាគេមកអត់ធ្មត់ជាមួយយើងទេយើងហ៊ានតែធ្វើរឿងអីមួយមិនសមចិត្តរបស់គេធ្វើបាបចិត្តគេគឺគេទាត់ក្បាលយើងចោលហើយមានមនុស្សច្រើនណាស់ដែលគេតែងតែសួរមកយើងថាពេលណារៀបការបានរៀបការអាយុប្រហែលបានយកគ្រួសារឬបង្កើតគ្រួសារតាមពិតការយកគ្រួសារវាអត់ប្រហែលទេការក៏អត់ប្រហែលដែរយើងការតែ2ថ្ងៃទេគឺចប់ហើយប៉ុន្តែអ្វីដែលប្រហែលគឺពេលដែលការហើយយើងត្រូវរស់នៅជាមួយគ្នាតែយើងចូលសម្រងគ្នាអត់យើងយល់ពីគ្នាអត់យើងមានសុភមង្គលអត់អានោះបានវាជារឿងប្រហែលព្រោះឯការកសាងគ្រួសារមួយវាជាការសម្រេចចិត្តដ៏ធំបំផុតហើយនៅក្នុងឆាកជីវិតរបស់យើងបើសិនជាយើងស្គាល់គ្នាបាន1ខែ2ខែ3ខែយើងសម្រេចចិត្តថាអូយើងនឹងយកម្នាក់នឹងសាងជាគ្រួសារចាប់ដៃគ្នាកសាងគ្រួសារម្នាក់នឹងល្អឥតខ្ចោះហើយយើងមើលគាត់ក្នុងរយៈពេលខ្លីមួយហ្នឹងបើសិនជាយើងសម្រេចចិត្តបែបហ្នឹងមែនយើងប្រកាសជានឹងខកចិត្តនឹងបែកបាក់គ្នាឬក៏នឹងជួបរឿងតែយើងនឹងមិនសមបំណងជាច្រើនហើយយើងក៏បន្ទោសថាអូហេតុអីបានជាពេលដែលរៀបការទៅយើងបាត់បង់សេរីភាពឬក៏វាអត់សុបាយដោយការនៅខ្លួនមួយអញ្ចឹងទៅតាមពិតការរៀបការវាមិនមានរឿងអ្វីជាកំហុសទេប៉ុន្តែអ្វីជាកំហុសនោះគឺយើងប្រញាប់បញ្ញានៅក្នុងការកសាងគ្រួសារមួយនឹងដោយមិនបានស្វែងយល់ពីគ្នាឲ្យស៊ីជម្រៅបើសិនជាយើងស្រឡាញ់គ្នាមែនយើងគួរតែស្វែងយល់ពីដៃគូយើងឲ្យបានច្បាស់យើងអាចទុកពេលឲ្យគ្នាសិក្សាពីគ្នាទាញចំណុចល្អទាញចំណុចអាក្រក់ថាយើងអាចទទួលយកគាត់បានហើយទោះជាចំណុចមិនល្អរបស់គាត់ឬក៏ចំណុចល្អរបស់គាត់គឺយើងអូខេយើងព្រមបើកចិត្តទទួលយកចឹងបានយើងអាចនៅជាមួយគ្នាបានព្រោះអីនៅពេលដែលយើងរៀបអាពាហ៍ពិពាហ៍ហើយគឺយើងត្រូវដេកក្នុងបន្ទប់មួយពីរនាក់អស់មួយជីវិតបែបនេះរឿងល្អក៏មានរឿងអាក្រក់ក៏មានព្រោះអីមនុស្សម្នាក់វាមិនអាចមានសិទ្ធិតែរឿងល្អទេចឹងមុននឹងសម្រេចចិត្តថាបង្កើតគ្រួសារត្រូវសិក្សាពីគ្នាឲ្យច្បាស់ត្រូវស្វែងយល់ពីគ្នាឲ្យច្បាស់ត្រូវហ៊ានទទួលយកទាំងចំណុចល្អនិងចំណុចមិនល្អរបស់គ្នាបើមិនអញ្ចឹងទេគឺការរស់នៅក្នុងគ្រួសារមួយនឹងគឺគ្មានសុភមង្គលទេគឺរស់នៅប្រកបជាវេទនាហើយបើសួរថាចុះហេតុអីបានជាចាស់កាលពីមុនគាត់រៀបការតាំងពីវ័យក្មេងដែរហេតុអីបានពួកគាត់អាចនៅដល់បច្ចុប្បន្នឬក៏អាចស្រឡាញ់គ្នាដល់ចាស់កោងខ្នងអីចឹងទៅតាមពិតដោយសារតែចាស់កាលពីមុនឬក៏សម័យមុនហ្នឹងស្ត្រីគាត់មានការអត់ធ្មត់ទោះជាគេធ្វើបាបគាត់ជួបរឿងអយុត្តិធម៌យ៉ាងណាក៏ដោយក៏គាត់នឹងទ្រាំអត់ធ្មត់ចំពោះរឿងអយុត្តិធម៌ទាំងអស់ហ្នឹងប៉ុន្តែចំពោះសម័យឥឡូវគឺគ្មានអ្នកណាគេមកអត់ធ្មត់ជាមួយយើងទេយើងហ៊ានតែធ្វើរឿងអីមួយមិនសមចិត្តរបស់គេធ្វើបាបចិត្តគេគឺគេទាត់ក្បាលយើងចោលហើយគេមិននៅអត់ធ្មត់ជាមួយយើងទេបែបហ្នឹងហើយមុននឹងសម្រេចចិត្តថាចាប់ដៃគ្នាកសាងគ្រួសារត្រូវសិក្សាពីគ្នាឲ្យច្បាស់ត្រូវទទួលយកចំណុចល្អចំណុចមិនល្អរបស់គ្នានឹងឲ្យហើយសិនចាំសម្រេចចិត្តថាកសាងគ្រួសារបើសិនជាយើងអាចទទួលយកចំណុចល្អនិងមិនល្អចំពោះដៃគូរបស់យើងបានហើយពេលដែលយើងសាងគ្រួសារទៅទោះជាក្នុងអាយុប្រមាណក៏ដោយក៏យើងរត់នៅជាមួយគ្នាមានសុភមង្គលដែរមិនថាយើងមានឬក្រទេគឺយើងនឹងសប្បាយចិត្តក្នុងការរស់នៅជាមួយគ្នាអស់មួយជីវិត